ជំរាបសួរបងប្អូនថ្ងៃនេះនឹងខ្ញុំមកប្រាប់ពីវិធីស្លនំបញ្ចុកណាំយ៉ាហើយគ្រឿងផ្សំរបស់ខ្ញុំក៏មានសាច់មាន់ភ្លៅចំនួន2ប្រអប់មួយប្រអប់នេះមានភ្លៅ2យើងមកមើលទឹករបស់យើងបានពុះហើយអញ្ចឹងយើងដាក់ផ្ដាំយើងដាក់រំដេងគល់ស្គ្រៃក្រូចសើចហាលស្ងួតមើមខ្ទឹមសមកយើងទុកឲ្យពុះបន្ទាប់ពីពុះយើងមកដាក់មាន់ភ្លៅមាន់យើងចូលយើងដាក់ខ្ញុំស្លប្រហើរនេះគឺខ្ញុំធ្វើសាច់មាន់លាយជាមួយនឹងត្រីឥឡូវយើងបង់សាច់មាន់មុនសិនខ្ញុំក៏មានត្រីដែរគឺត្រីមួយថង់នេះត្រីពោយើងយកមកសម្អាតលាងទឹកឲ្យបានស្អាតមុននឹងយកទៅដាក់ស្លឥឡូវយើងចាប់ផ្ដើមដាក់ចូលនៅក្នុងឆ្នាំងស៊ុបមាន់យើងហ្នឹងដាក់ប៉ុណ្ណេះមកគឺរួចរាល់អញ្ចឹងយើងធ្វើការចម្អិនរហូតដល់សាច់ត្រីនិងមាន់របស់យើងបានឆ្អិនល្អអញ្ចឹងសម្លរបស់យើងបានពុះហើយយើងមកពិនិត្យមើលទាំងអស់គ្នាទឹកសម្លប្រហើរមួយឆ្នាំងនេះពិតជាមានរសជាតិឆ្ងាញ់ព្រោះសារយើងបានលាយនឹងភ្លៅមាន់ដែលបង្កើនរសជាតិសម្លរបស់យើងបន្ថែមទៀតបងប្អូនការស្លរបៀបនេះឆ្ងាញ់គឺយើងយកសាច់ត្រីនិងសាច់មាន់ទៅបុកលាយបញ្ចូលគ្នាទៅវាចេញខ្ទិះល្អអញ្ចឹងយើងធ្វើការស្រង់ត្រីនិងភ្លៅមាន់របស់យើងព្រមទាំងកាកនៅក្នុងនេះឲ្យចេញឲ្យអស់យើងទុកតែទឹកថ្លាល្អយើងធ្វើការស្រង់សាច់មាន់ចេញទុកឲ្យត្រជាក់បន្តិចនិងយើងយកត្រីនិងសាច់របស់យើងជាមួយនឹងគ្រឿងដែលយើងបានដាក់នៅក្នុងឆ្នាំងសម្លមានគល់ខ្ទឹមនិងអ្វីផ្សេងៗទៀតនេះគឺយកទៅបុកបញ្ចូលគ្នាទាំងអស់សាច់ត្រីនេះនិងសាច់មាន់ខ្ញុំបានបេះវាស្អាតដាក់ក្នុងចានហើយខ្ញុំយកមកបុកនៅក្នុងចង្ដែកនេះដោយសារនេះខ្ញុំអត់មានត្បាល់ធំមុនខ្ញុំបុកសាច់មាន់មុននេះគឺសាច់ត្រីហើយខ្ញុំត្រូវចាក់ចូលបន្ទាប់ពីបុកសាច់មាន់បន្ទាប់ពីបុករួចយើងដាក់ជាមួយនឹងគ្រឿងគល់ស្គ្រៃដែលមានលាយជាមួយនឹងម្ទេសផ្លោកចិញ្ច្រាំព្រោះណាំយ៉ាយើងត្រូវការយកពណ៌ចាតើមកយើងដួសសាច់ឲ្យបានបុកហើយហ្នឹងយើងមកដាក់បញ្ចូលជាមួយនឹងគ្រឿងគល់ស្គ្រៃរបស់យើងចង់ឃើញថាសាច់ត្រីជាមួយសាច់មាន់និងគ្រឿងគល់ស្គ្រៃយើងបានបុកបញ្ចូលគ្នាល្អហើយយើងចាប់ផ្ដើមយកទៅដាក់ឆាទៅដាក់ខ្ទិះដាក់ខ្ទិះដូងមួយកំប៉ុង400 មីលីលីត្រចំណុចខ្ញុំធ្វើការកូរឲ្យឡើងពុះបន្តិចសិនដើម្បីចេញឡើងខ្ទិះតើមកយើងបញ្ចាក់គ្រឿងសាច់ដែលបានបុករួចហ្នឹងចូលទៅឆាជាមួយនឹងខ្ទិះដូងដើម្បីឲ្យវាបង្កើនរសជាតិកាន់តែឆ្ងាញ់បន្ថែមទៀតសម្រាប់បងប្អូនធ្វើវិធីបែបបងប្អូនក៏បាន
ធ្វើតាមខ្ញុំក៏បានតាមគ្រួសារនីមួយៗដែលពួកគាត់តែងតែធ្វើរៀងៗខ្លួនគឺអាចធ្វើបានដូចគ្នាចង់ឃើញថាយើងឆាទៅឆាមកឃើញថាចូលសពល្អហើយឡណាំយ៉ានេះអ្វីដែលអញភ្លេចបានគឺប្រហុកនេះខ្ញុំបានដាក់1ស្លាបព្រាបាយយើងធ្វើការកូរឲ្យរលាយនៅក្នុងឆាគ្រឿងរបស់យើងទៅបន្ថែមស៊ុបខ្នុរកន្លះស្លាបព្រាបាយចូលបន្ថែមស្ករកន្លះស្លាបព្រាបាយដូចគ្នាទៅមកចាក់ទឹកក្តៅចូលហើយជា1លីត្រកន្លះសម្រាប់ឆ្នាំងតូចដែលនេះខ្ញុំកំពុងស្លនេះសូមបងប្អូនពេលស្លអីយើងដាំទឹកក្តៅចាក់ចូលឲ្យជាងយើងដាំទឹកឲ្យជាងយើងដាក់ទឹកត្រជាក់ចូលយើងមើលឆ្នាំងសម្លយើងឃើញពុះល្អគឺសម្លនេះបានចាន់រួចរាល់ហើយយើងធ្វើការកូរឲ្យភ្លក់មើលទៅថានៅស្ទើររសជាតិអីខ្វះអីអានឹងយើងបងបន្ថែមទៀតតទៅមកខ្ញុំក៏បងបន្ថែមនៅសណ្តែកដីចំនួនមួយកូនប្រែកដើម្បីបន្ថែមរសជាតិកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងសម្លណាំយ៉ារបស់ខ្ញុំបានបញ្ចប់ហើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំតាមរហូតមកដល់ចប់សូមអរគុណ